គូវិភាគធ្ងន់ហើយសប្តាហ៍នេះសម្រាប់កីឡាករអេលីតសាននិងកីឡាករបឺសង្ឃឹមសូមស្វាគមន៍ប្រិមិត្តទាំងអស់គ្នាដែលតែងតែនិយមគាំទ្រនៅវិស័យកីឡាគុនខ្មែរយើងទាំងអស់គ្នាខ្ញុំបាទភក្ត្រា KA គុនខ្មែរនាំមកជូននៅព័ត៌មានថ្មីពីកីឡាជាតិនិងកីឡាអន្តរជាតិយើងតែម្ដងប្រសិនបើប្រិមិត្តពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចពាក្យជាវនិងពាក្យ Subscribe ម្នាក់មួយផងដើម្បីនឹងទទួលបានព័ត៌មានថ្មីពីខ្ញុំបាទភក្ត្រា KA គុនខ្មែរតែម្ដងសម្រាប់គូប្រកួតរវាងកីឡាករអេលីតសាននិងបឺសង្ឃឹមភាគរយនៃការឈ្នះគឺមួយក្បាច់ម្នាក់ប្រិមិត្តទាំងអស់គ្នាប្រិមិត្តដែលតែងតែនិយមគាំទ្រវិស័យកីឡាគុនខ្មែរប្រកាសជាដឹងហើយកីឡាករបឺសង្ឃឹមមួយរយៈពេលចុងក្រោយនេះពិតជាឡើងទឹកដៃទឹកជើងខ្លាំងមែនទែនដោយអាវុធរបស់គេគឺធ្ងន់ណាស់ប្រិមិត្តបាទគេទាត់កីឡាករពុតសម្បូរឲ្យខូចក្នុងទឹកទី2ប្រិមិត្តមិនមែនលំនោះទេអាវុធបឺសង្ឃឹមឥឡូវនេះធ្ងន់ល្អណាស់ហើយការវាយក៏ច្បាស់ល្អទៀតបាទការវាយគឺច្បាស់ល្អក្បាច់លេងស្អាតទៀតអញ្ចឹងភាគរយបើសិនជាកីឡាករបឺសង្ឃឹមវាយនៅតែប្រើក្បាច់ជាមួយពុតសម្បូរអាចភាគរយឈ្នះបាទអេលីតសានបាទពីព្រោះថាកីឡាករបឺសង្ឃឹមប៉ះជាមួយពុតសម្បូរគឺពុតសម្បូរគាត់មិនសូវបុកប្រមាណទេប្រិមិត្តអញ្ចឹងភាគរយនៃការឈ្នះរបស់បឺសង្ឃឹមបាទគឺខ្ពស់មែនតើសម្រាប់អេលីតសានបើអេលីតសានឈរវាយតែបើអេលីតសានគាត់ចូលវាយបុកញ័រតែម្ដងបាទបឺសង្ឃឹមនេះពិបាកបន្តិចបើចូលគៀកទៅអេលីតសានគាត់បកាយកាយមួយកៃដៃលឿនមែនតើអេលីតសានគាត់លឿនណាបាទតែចូលគៀកគាត់ដៃគាត់លះហើយកីឡាករអេលីតសានគឺជាកីឡាករមួយដែលកំពុងបុកមែនតើបុកខ្លាំងណាស់ប្រិមិត្តបាទប្រិមិត្តអាចមើលបានក៏បុកសណាគីមឡើងដាច់ផ្ងាប្រិមិត្តគូនេះមិនមែនធម្មតាទេដឹងតែក្រៅហើយភាគរយបើសិនជាវាយប្រយោលឆ្ងាយបាទបើសង្ឃឹមមានសង្ឃឹមឈ្នះច្រើនតែបើវាយបុកបដូរផ្ដាច់គ្នាបាទបើថាវាយបុកបដូរផ្ដាច់គ្នាភាគរយប្រកាសជាអេលីតសានឈ្នះហើយគូនេះបាទហើយគូនេះអេមីនគិតថាប្រកាសជាមិនចប់ទឹកទេបាទមិនចប់ទឹកទេបាទប្រកាសជាសន្លប់នៅទឹកណាមួយហើយដោយសារតែពួកគាត់កម្លាំងខ្លាំងណាស់ទឹកដៃទៅជើងពួកគាត់មួយរយៈពេលចុងក្រោយនេះឡើងមែនតើហើយកម្លាំងគាត់ក៏ខ្លាំងទៀតនិយាយពីស៊ូវិញគឺណែនណាប្រិមិត្តបាទគាត់ត្រៀមវាយដណ្ដើមខ្សែក្រវ៉ាត់ចឹងស៊ូមិននិយាយដល់ណែនដែរស៊ូពិតជាមិនធម្មតាហើយកីឡាករអេលីតសានបាទគេសង្ឃឹមមុតមន់ថានឹងយកឈ្នះកីឡាករបឺសង្ឃឹមឲ្យខានតែបានតែម្ដងដើម្បីឈានទៅរកវគ្គផ្ដាច់ព្រាត់ដើម្បីដណ្ដើមខ្សែក្រវ៉ាត់តែម្ដងហើយកីឡាករបឺសង្ឃឹមក៏គេសង្ឃឹមមុតមន់ថានឹងយកឈ្នះកីឡាករអេលីតសានឲ្យបានដែរបាទប្រកាសជាកក្រៅប្រិមិត្តបាទនៅទឹកដីខេត្តតាកែវយើងនេះបាទអញ្ចឹងកីឡាករអេលីតសានប្រិមិត្តដឹងហើយបាទគាត់ជាប្រភេទកីឡាករបុកខ្លាំងមែនទែនបាទបុកមិនមែនធម្មតាទេគីឡូម៉មបាទបុកមួយគាត់គឺពិបាកបន្តិចហើយគាត់បុកបដូរកែងបាទបដូរកែងគឺល្អមែនទែនអញ្ចឹងភាគរយនៃការឈ្នះបើសិនជាអេលីតសានគាត់ចូលគៀកបានអញ្ចឹងបើសង្ឃឹមនឹងពិបាកបន្តិចតែបើបាទកីឡាករបើសង្ឃឹមយើងបាទគាត់វាយប្រើក្បាច់បាទភាគរយនៃការឈ្នះអេលីតសានគឺច្រើនបាទច្រើនវិញបាទអញ្ចឹងគូនេះខ្ញុំពិភាក្សាថាបើសិនកីឡាករបាទបើសង្ឃឹមគាត់វាយប្រើក្បាច់បាទដូចការគាត់វាយជាមួយកីឡាករបាទពុតសម្បូរបាទភាគរយនៃការឈ្នះគាត់ជាច្រើនតែបើគាត់ចូលបដូរជាមួយអេលីតសានដូចសនអាគីមចូលបដូរមួយជាមួយនឹងបាទអេលីតសានអញ្ចឹងបាទប្រកាសជាភាគរយគឺចាញ់បាទគឺចាញ់ច្រើនជាងបាទចាញ់ច្រើនមែនតើបាទតែចូលបដូរជាមួយអេលីតសានពិបាកបន្តិចអេលីតសានកម្លាំងគាត់មិនចាញ់កបីព្រៃពីកីឡាករកបីព្រៃអញ្ចឹងបាទតែចូលបដូរជាមួយគាត់ប្រកាសជាធ្ងន់ហើយមើលកីឡាករដែលបដូរជាមួយអេលីតសានបាទសនអាគីមឥឡូវខ្ញុំសូមនិយាយមួយសនអាគីមចុះសនអាគីមបដូរមកអេលីតសានប្រិមិត្តបើតាំងក្បាច់វាយប្រិមិត្តសនអាគីមបាទមិនចាញ់អេលីតសានទេក្បាច់វាយល្អណាស់សនអាគីមតែគាត់វាយបដូរជាមួយនឹងបាទអេលីតសានចុងក្រោយប្រិមិត្តបដូរកែងទៅមកក៏ចាញ់អេលីតសានតែម្ដងបាទហើយកីឡាករបើសង្ឃឹមប្រកាសជាមិនខ្ញុំដឹងថាប្រកាសជាគាត់មិនវាយបដូរជាមួយអេលីតសានទេគាត់ប្រកាសជាមានបច្ចេកទេសណាមួយធាក់វាយហើយពីព្រោះថាកីឡាករបើសង្ឃឹមគាត់ប្រកែកជើងក្រោមមែនទេបាទគាត់កាប់ជើងក្រោមឲ្យពុតសម្បូរខូចក្នុងទឹកទី2អញ្ចឹងក្បាច់នេះគាត់ប្រហែលជាអាចយកមកលេងជាមួយអេលីតសានដែរហើយកីឡាករអេលីតសានគាត់ប្រកែគឺខាងចូលគៀកតែម្ដងគៀកកែងយកតែម្ដងដោយសារតែគាត់ជាប្រភេទកីឡាករបុកខ្លាំងមែនទែនអញ្ចឹងកីឡាករបើសង្ឃឹមប្រកាសជាប្រើក្បាច់បាទធាក់អេលីតសានថយហើយកាប់ជើងក្រោមយកហើយនឹងបាទវាយសម្រុកយកតែម្ដងបាទបើវាយបុកបដូរបាទដោយសនអាគីមបដូរជាមួយអេលីតសានប្រហែលជាបើសង្ឃឹមគាត់មិនធ្វើបែបនេះទេបាទដោយសារតែយើងមានប្រវត្តិសនអាគីមធ្លាប់ប៉ះអេលីតសានគឺបដូរកែងជាមួយអេលីតសានគឺមិនឈ្នះអេលីតសាននោះទេគូនេះប្រិមិត្តអញ្ចឹងយើងមានតែចាំមើលទេហើយពិតជាឆ្ងាញ់ភ្នែកប្រិមិត្តគូនេះបាទប្រិមិត្តកុំភ្លេចជួយខមមិនទាំងអស់គ្នាថាតើគូណានឹងមានភាគរយឈ្នះខ្ញុំបានគាត់ជា fan មួយដែលបាទស្រឡាញ់ក៏ដូចជា
គិតនៃការប្រកួតនេះថាអ្នកណាឈ្នះចាញ់តែប៉ុណ្ណោះបើសិនប្រិមិត្តយកយ៉ាងណានោះបាទអាច comment វិភាគទាំងអស់គ្នាបាទយើងចូលរួមវិភាគទាំងអស់គ្នាដើម្បីថាតើគូណាមានភាគរយឈ្នះជាងគេបាទមានភាគរយខ្ពស់ជាងគេបាទខ្ញុំអត់ភ័ត្រាខេកូនខ្មែរមានជប៉ុនមានតែប៉ុណ្្នឹងទេបើសិនជាប្រិមិត្តពេញចិត្តនៅវីដេអូនេះកុំភ្លេចបាទចុចពាក្យជាវម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទភ័ត្រាខេកូនខ្មែរមុនគេតែម្ដងជាចុងក្រោយសូមអរគុណសូមគោរពលា